ជាដំបូងនេះខ្ញុំសូមគោរពជម្រាបសួរគណៈគ្រប់គ្រងសាលាលោកគ្រូអ្នកគ្រូមេដាបេដាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សនៃសាលាអន្តរជាតិព្យុះសេប្រៃទាំងអស់ជាទីស្រឡាញ់ខ្ញុំមានឈ្មោះយ៉ាយ៉ាម៉ាឌីណាជាសិស្សថ្នាក់ទី4ខនៃសាលាអន្តរជាតិព្យុះសេប្រៃក្នុងឱកាសបុណ្យទិវាសិក្កុមារអន្តរជាតិនៅថ្ងៃទី1ខែមិថុនាខួបលើកទី77នាងខ្ញុំសូមលើកយកប្រធានបទមួយដែលទាក់ទងនឹងសិក្កុមារមកបកស្រាយដូចតទៅអនុសញ្ញាស្តីពីសិក្កុមារជាកិច្ចព្រមព្រៀងរបស់អង្គការសហប្រជាជាតិបានចែងថាកុមារនៅលើពិភពលោកនេះត្រូវទទួលបានសិទ្ធិគ្រប់គ្នាអនុសញ្ញានេះបានបង្កើតឡើងដើម្បីការពារសិទ្ធិនិងផលប្រយោជន៍របស់កុមារសិទ្ធិរបស់កុមារមានចំនួន4គឺ1សិទ្ធិរស់រានមានជីវិតកុមារត្រូវទទួលបានអាហារហូបគ្រប់គ្រាន់ការថែទាំនិងជម្រកសមរម្យក្នុងការរស់នៅ2សិទ្ធិក្នុងការអភិវឌ្ឍកុមារត្រូវទទួលបានការអប់រំចំណេះដឹងបំណិននិងការលេងកម្សាន្តសម្រាប់អភិវឌ្ឍសមត្ថភាពឲ្យបានពេញលេញ3សិទ្ធិក្នុងការការពារកុមារត្រូវទទួលបានការការពារពីអំពើហិង្សាការរំលោភបំពានផ្លូវភេទនិងការកេងប្រវ័ញ្ចកម្លាំងពលកម្មផ្សេងៗ4សិទ្ធិក្នុងការចូលរួមកុមារត្រូវចូលរួមក្នុងការបញ្ចេញមតិយោបល់និងចូលរួមសកម្មភាពផ្សេងៗជាដើមសូមអរគុណ